បាទជំរាបសួរអរគ្នាតើឥឡូវយើងចាប់ផ្ដើមរៀនភាសាអង់គ្លេសអរគ្នាបាទថ្ងៃនេះលោកគ្រូលើកយកចំនួន4ពាក្យដែលមាននៅក្នុងចំណងជើងរបស់អត្ថបទកាសែតភ្នំពេញប៉ុស្តិ៍បាទកាសែតនេះបានដាក់ចំណងជើងថា Cambodia Ironclad Friendship in the New Era Win-Win Cooperation and Share Prosperity អូខេអញ្ចឹងតើពាក្យតើនៅក្នុងចំណងជើងនោះបងប្អូនគ្នាអាចបកប្រែបានដែរឬទេបាទអញ្ចឹងដើម្បីកុំឲ្យយើងពិបាកបាទសូមយើងមើលទាំងអស់គ្នាបាទនៅក្នុងហ្នឹងអ្នកនរគ្នាបានដឹងឮហើយថាតើមិត្តភាពដៃថែបមិត្តភាពដៃថែបរវាងប្រទេសចិននិងប្រទេសកម្ពុជានោះបាទតើមិត្តដៃថែបភាសាអង់គ្លេសគេថាយ៉ាងម៉េចទៅបាទនៅក្នុងមេរៀននេះលោកអ្នកនរគ្នានឹងបានឃើញបាទអញ្ចឹងមិត្តដៃថែបជាភាសាអង់គ្លេសគេថា ironclad friendship អូខេ ironclad friendship ចុះនៅក្នុងយុគសម័យថ្មីវិញបាទនៅក្នុងយុគសម័យថ្មីបាទភាសាអង់គ្លេសគេថា in the new area in the new area អូខេចំណែកឯកិច្ចសហប្រតិបត្តិការឈ្នះឈ្នះបាទភាសាអង់គ្លេសថា win-win cooperation win-win cooperation វិបុលភាពរួមគ្នាភាសាអង់គ្លេសថា share prosperity អញ្ចឹងចំណងជើងអត្ថបទកាសែតរបស់យើងដែលដាក់ថា Cambodia China Ironclad Friendship in the New Era Win-Win Cooperation and Share Prosperity បាទពាក្យនេះយើងបកថាបាទមិត្តភាពដៃថែបកម្ពុជាចិនបាទនៅក្នុងយុគសម័យថ្មីកិច្ចសហប្រតិបត្តិការឈ្នះឈ្នះហើយនឹងវិបុលសុខរួមគ្នាបាទអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេបាទបើសិនជាអរគ្នាចូលចិត្តបាទសូមកុំភ្លេចចុច Subscribe និងចែករំលែកវីដេអូនេះទៅកាន់អ្នកដទៃផងបាទអញ្ចឹងបាទអរគុណជំរាបលា